សល់នេះមួយចុងក្រោយហ្នឹងហើយផ្ទះមានកូនសិស្សពូកែជលសាអតីតសិស្សនិទេសអេសិស្សអាហារូបករណ៍ 100% នៅសាកលវិទ្យាល័យ UHS ឯកទេសបេះដូងវិទ្យាហៅកាត់ថាក្របពេជ្រប្រចាំភូមិរំចង់បងអើយវេហាអតីតសិស្សនិទេស B សិស្សអាហារូបករណ៍ 100% នៅសាកលវិទ្យាល័យ ITC ផ្នែកវិស្វករសំណង់ស៊ីវិលហៅកាត់ថាក្របពេជ្រទី2ប្រចាំភូមិរំចង់កូនមកវិញហើយអេម៉ែវានេះអាកូនត្រេនយើងមកហើយតើតោះម៉ែសរុបសេចក្តីមកពីអ្នកបងប្អូនគេនេះកូនគេនៅក្នុងភូមិអើមកមួយម៉ែវាមួយកូនមានកុំពេកលេងឯងមកហ៎សុខសប្បាយទេម៉ែសុខសប្បាយកូនណែមើលកូនខ្ញុំសង្ហាឲ្យអាលឹកពាក់ពីដែកពាក់អីទៀតណាបើស្រីគ្នាក៏មិនអត់ដែរស្រស់ណាបានចាស់លើចាឡើងអ្នកអើយកូនមកលេងចានេះកូនខ្ញុំមកលេងជំរាបសួរយាយតោះឡើងចាំពុកចូលតាមតោះមកផ្លែទេវតានៅម៉ែចាប្រឆោមក្របបាយប្រចាំភូមិរំចង់បើជំនាញដេកស៊ីវិញឲ្យលេខ1ហ្មងមកជួយក្រេសិនមកម៉ែគេធ្វើអីនឹងអ៊ូអស្បើមម៉ែគេមកពីម្ពិញកូនគេទៅរៀននៅម្ពិញបានសិតអាហារូបករណ៍ហើយនិយាយពីខោអាវគេវិញណាឡើងស្អាតហើយមកកូនម៉ែវិញដេកស៊ីមកហើមដូចតែឆ្ពិនរត់ពុកថ្មអញ្ចឹងអូយហើយមើលអីគេហ្នឹងអីម៉ែចង់ជួយបោះជួយអីទេចានសុំសុខបាយទទួលបានជ័យសម័យជួបឋានកូនចៅបានតោះដល់ធូបមកកូនទូលទេវតាឆ្នាំថ្មីសូមឲ្យកូនចៅសុខសប្បាយទាំងអស់គ្នាតោះកូនតោះចុះក្រោមរៀបចែកអីវ៉ាន់និយាយចឹងចូលឆ្នាំចូលខែចេះពេលកូនមកលេងអូខ្ញុំសប្បាយចិត្តម៉ែវាត្រូវឲ្យពុកវាមិនសប្បាយយ៉ាងម៉េចនិយាយចឹងកូនយើងធ្វើម្ហូបយូរណាអូហើយកូនមកអើយក្មេងម្ហូបឆ្អិនណាចិត្តហើយម៉ែអូចិត្តឆ្អិនហើយហើយពុកម៉ែហើយយូរទៀតពុកម៉ែទៅឆ្អិនហ្នឹងហើយមកហើយអូយឈ្ងុយណាស់ពុកវាអេណែមិនឈ្ងុយយ៉ាងម៉េចនេះត្រីខជាតិខ្មែរណាផលិតដោយកូនខ្មែរអាហ្នឹងណាពុកម៉ែនេះស្នាដៃកូនខាងធ្វើយូរហើយមកម៉ាក់មើលនិយាយចឹងមកហើយជីវិតរស់នៅភ្នំពេញកូននេះពេលដែលកូនរៀនចប់
con nom bụng mai tại lên nông pin phong hay nom tại cái này để xa nó con នឹងឲ្យចាំជូនពុកម៉ែទៅផងកូនពុកក៏ឃ្លាតមកតាំងពីឆ្នាំ90ម៉េះហើយមិនដឹងថាឥឡូវនឹងពេញគេអភិវឌ្ឍដល់ណាហើយទេនេះ អូកុំភ័យពុកម៉ែចាំពួកកូនជូនទៅនៅពេញឥឡូវអភិវឌ្ឍបានច្រើនណាពេលថ្ងៃមានកន្លែងស្អាតច្រើនមានសារមន្ទីរជាតិញ៉ាំអីនៅផ្សារថ្មីទៅមើលគុកទួលស្លែងព្រះបរមរាជវាំងវត្តភ្នំអូមានច្រើនទៀតហ៎ ហ្នឹងហើយបើពេលយប់វិញចាំពួកកូនជូនពុកម៉ែទៅលេងផ្លូវថ្មើរជើង Walk Street អាហ្នឹងមានម៉ូបឆានច្រើនណាស់ណា នេះម៉ែចង់ទៅកន្លែងស្អីម៉ែមិនចេះហៅអីប៉ុកត្រីអីគេនោះ គេហៅ Walk Street ផ្លូវថ្មើរជើង អូយពុកវាផ្កាយយើងខ្ញុំ ចាអត់អីទេយើងញ៉ាំបានអញ្ចឹងអូឆ្ងាញ់ខ្លាំងណាស់នៅ បានរៀបចំទទួលទេវតាឆ្នាំថ្មីហើយនៅហើយយ៉ាងម៉េចហើយកូនចៅថាបើនិយាយព្រឿងកូនចៅវិញណានេះខ្ញុំមកbịឈឺក្បាលណាឈឺខ្លាំងហ្មងហ្នឹងណាហើយមើលតកូនគេមកស្រុកទេម្ដងណាគេមានត្រីខខ្មែរមានអីគេគាស់ចែកម៉ែចែកកូនគេហូបទៅហូបមកហេហើយធ្វើស្អីហ្នឹង ដល់មួយងើម៉ែ ហើយដោះមិនម៉ានមកហើយ ដល់មិញម៉ែ ណែមើលតែមុខធំជាងពីងទឹកទៀតដោះរកប៊ីចុះកប៊ីឡើងដាច់កហើយនៅមើលទៀតហើយមើលតែកូនគេមកដល់គេចេះរៀបចំបាយទឹកម្ហូបចំណីនំអីណាគេដាក់ទទួលម្ដាយគេកូនគេហើយឯងស្អីហ្នឹងគាត់ដោះថ្មីរាប់ម៉ោង អើយម៉ែហើយម៉ែចូលឆ្នាំចូលខែម៉ែបើកភ្នែកមកស្ដីឲ្យតកូនស្ដីឲ្យតកូនម៉ែទៅរកសេរីសួស្ដីមកពីណានេះស្ដីឲ្យតកូនហ្នឹង សេរីសួស្ដីអីមើលតែមុខធំជាងពីងទៀតតមាត់ទៀត អើយបើកភ្នែកបើកមាត់ ណែហើយចឹងទៅណា ទៅលើ ហើយទៅលើស្អីមាត់សាឆ្នាំដោះមិញទៅអញ្ចឹងរួចកាសខ្ញុំដូចអត់ចឹងទេ ស្អីមកពីពេញអាហារូបករណ៍ក៏ល្អយ៉ាងណាទៅបានម៉ែនិយាយមិនដាច់ពីមាត់សោះហ្នឹងចាំមើលធ្វើឲ្យដឹងដៃឲ្យឆោម្ដងចាំមើលអាទីហាឆាយជួយបានមិនអីទេពីអ្នកមានចាប់អារម្មណ៍អ្នកភូមិអត់តាំងពីកូនយាយតយកូនពូគាចូលមកស្រុកវិញណានិយាយពីនាំគ្នាផ្អើលឈូឈរទៅផ្ទះហ្នឹងឯងយូរទៅភ្លេចពួកយើងអស់លេង មែនណាបងខ្ញុំដូចជាឆេញពួកនឹងដល់ហើយបង តែយើងមានវិធានការមួយ វិធានការអីគេ ភ្លេចទេក្រែងពួកយើងទាំង3នាក់ហ្នឹងណាឆ្នាំមុនគឺជាម្ចាស់ជើងឯកល្បែងប្រជាប្រិយខ្មែរអត់ត្រីឲ្យមើលរំជួយថតនេះឈ្នះមានអីពិបាកដាក់ពួកនឹងចូលប្រកួតដែរទៅ មែនតាឲ្យពួកវាដឹងពីទឹកដៃរបស់ពួកយើងម្ដងថាខ្លាំងប៉ុណ្ណា ធ្វើឲ្យពួកនឹងដឹងម្ដងថាទឹកដៃរបស់យើងខ្លាំងកម្រិតណា តោះ អី ដាក់
ឈ្មោះធំម៉ែស្វាយច័ន្ទទីស្វាយច័ន្ទទីអូខេលឿនមើលក្តៅអូខេតោះ Ô ai đó em du mà còn mọi lưu bơ và nhảy đơn Này mà thưa ấy nó tiêu bong trơn mà tập thật nằm ai đang bên trên thì ai đấy vui đây thế mày kể còn ai nói bong về ham không thì nhìn chân tay ok Krong xoay chăn tì năng ai bong bạch khoa con krong mình nè bởi vì nhom mà bong Ồ ở đây ôn ở đây ấy ôn bong mày con krong mày ôn ở này semua cái ôn ho hả semua cái ho mình lừa tật cho chứ hả ôn ho xây ho ồ là ở đây trong châu krong bong á với trong cho krong ta đã mua màu mà to hả Sông Spa Cô bong phongទាំងអស់គ្នាមកកាន់ការលេងល្បែងប្រជាប្រិយប្រចាំភូមិលំចង់ឆ្នាំ2026ដែលយើងមាន4ក្រុមចូលរួមគឺក្រុមទី1នោះមានឈ្មោះថាក្រុមមន្ត្រីហែកមេឃរួមជួយធរណីចំណែកក្រុមទី2មានឈ្មោះថាក្រញ៉ាំអ្នកក្រៀកបង្ក្រាបបាត់ឆ្មាចំណែកក្រុមបន្ទាប់នោះគឺក្រុមបាក់សៃចាំក្រុមបំរុងកាពីចំណែកក្រុមចុងក្រោយនោះគឺក្រុមស្វាយចាស្វាយចន្ទទីអ្នកដែលឈ្នះគឺទទួលបានពានដ៏ស្រស់ស្អាតមួយនេះនិងរង្វាន់ជាទីគាប់ច្រើនតើវាសនាក្រុមស្វាយចន្ទីទៅជាយ៉ាងណានៅពេលដែលក្រុមផ្សេងដាក់ឈ្មោះខ្លួនចូលប្រឡងបែបនេះសូមរងចាំទស្សនាភាគបន្តនៅវគ្គ2